大家好，今天我们继续学习关于声调，因为昨天我们学过了声母和韵母。好的，如果我们想会中文，我们应该先学习声母和韵母，然后我们常常复习，常常练习。好的。នឹងហើយសួស្តីបងប្អូនគ្នាថ្ងៃនេះពួកយើងត្រឡប់មកបន្តសិក្សាអំពីសំឡេងនៃភាសាចិនវិញម្ដងដោយសារម្សិលមិញយើងបានសិក្សារួចមកហើយអំពីព្យញ្ជនៈហើយនិងស្រៈនៃភាសាចិនអញ្ចឹងថ្ងៃនេះយើងមករៀននឹងសំឡេងនិមិត្តសញ្ញារបស់ភាសាចិនហើយបើសិនតែបងប្អូនទាំងអស់គ្នាចង់ចេះនៅភាសាចិនលុះត្រាតែបងប្អូនចេះនៅព្យញ្ជនៈស្រៈសំឡេងនេះសិនកាលណាបើយើងមិនចេះស្រៈផងបើមិនចេះព្យញ្ជនៈផងបើយើងរៀនចិនបានព្រោះអក្សរចិនគឺជាអក្សរម្យ៉ាងហៅថាអក្សររូបអក្សរចំណាំហើយគេប្រើភិនអ៊ីននេះឡើងពោព្យញ្ជនៈស្រៈភិនអ៊ីនហ្នឹងឡើងដើម្បីងាយស្រួលក្នុងការអានពាក្យអក្សរភាសាចិនងាយស្រួលអញ្ចឹងណាបើកាលណាយើងអត់ចេះភិនអ៊ីនហ្នឹងទេព្យញ្ជនៈស្រៈហ្នឹងទេយើងមិនអាចអានភាសាចិនបានទេព្រោះអក្សរចិនគឺជាអក្សរម្យ៉ាងហៅថាអក្សរចំណាំអក្សររូបអញ្ចឹងណាហើយថ្ងៃនេះយើងមករៀននៅសំឡេងតែលើស្មារតីអញ្ចឹងសំបាច់ព្យញ្ជនៈស្រៈអញ្ចឹងបងប្អូនយកទៅមើលអាវីដេអូមុនផងទៅហ្នឹងហើយសំឡេងនេះបងប្អូនសម្រាប់ដែលអ្នករៀនថ្មីក៏មិនទាន់ដឹងសោះមិនទាន់ចេះសោះមើលឲ្យមែនទែនឲ្យស្គាល់ថាសំឡេងភាសាចិនគឺមានប្រមាណគឺមាន4ហើយគំនូសទី1បែបម៉េចគំនូសទី2បែបម៉េចគំនូសទី4ក៏បែបម៉េចហើយកាលណាគំនូសនេះនៅលើស្រៈណាហើយពាក្យនោះនឹងប្រែប្រួលទៅតាមគំនូសនោះអញ្ចឹងណាឥឡូវថ្មឧទាហរណ៍ស្រៈអារបស់យើងនេះចុះកាលណាគំនូសនេះនៅលើស្រៈមួយណាហើយស្រៈនោះនឹងប្រែប្រួលសំឡេងតាមនោះហើយពាក្យនៃភាសាចិនក៏ប្រែប្រួលន័យក៏តាមនឹងដែរអញ្ចឹងណាពេលខ្លះស្រៈថាភិនអ៊ីនរបស់យើងហ្នឹងដូចគ្នាមែនប៉ុន្តែសំឡេងខុសគ្នាទៅជាពាក្យផ្សេងហើយអត់ដូចគ្នាទេណាអញ្ចឹងបងប្អូនត្រូវឲ្យមើលមែនតើដូចស្មាតទៅហប់ពាក្យនេះចុះនេះយើងគិតថាសំឡេងទី1គឺជាសំឡេងអស្មើអស្មើសំឡេងទី2គ្រោះឡើងលើចេះគឺជាគំនូសសំឡេងអស់ឡើងលើវាថាគំនូសឆិតចេះគឺជាសំឡេងអស់ឡើងលើហើយគំនូសចុះក្រោមឡើងលើគឺបានន័យថាសំឡេងរបស់យើងចុះក្រោមហើយពុតឡើងលើវិញហើយគំនូសទី4គំនូសចេះឆិតសង្កត់ចុះក្រោមហ្នឹងគឺបានន័យថាសំឡេងរបស់យើងទៅតែសង្កត់ទៅតាមគំនូសនោះចឹងណាមិនទៅចំណាំនោះមាន4នេះឯងឧទាហរណ៍នេះគេបានរៀបមកឲ្យស្រៈអីទេស្រៈអារបស់យើងស្រៈអាដល់ពេលយើងដាក់គំនូសទី1ទី1អាទី1ស្រីស្មើអាគ្រូទី2យើងដាក់មកបែបអស់ឡើងលើណាពេលស្រីទី3ចុះក្រោមហើយពុតឡើងលើវិញពេលស្រីទី4ស្រីសកត់អញ្ចឹងដូចគ្នាយើងត្រូវចំណាំស្រីនេះស្រីទី1ទី2ទី3ទី4ស្រីទី1គឺស្រីអស់ស្មើទី2អស់ឡើងលើស្រីទី3ចុះក្រោមឡើងលើស្រីទី4ចុះក្រោមអញ្ចឹងយើងអានមកហ្នឹងហើយអញ្ចឹងយើងបាច់ផ្សេងតាមទេតោះអាត្មាឧទាហរណ៍ឲ្យមើលតែប៉ុណ្្នឹងអញ្ចឹងណាថាគំនូសវាគំនូសទី1បែបម៉េចគំនូសទី2បែបម៉េចគំនូសទី3ទី4បែបម៉េចហើយវាប្រែប្រួលសំឡេងតាមហ្នឹងបញ្ហា first យើងវាអត់ដិតទៀតអស់ទឹកវាបាក់បណ្ដោយលើនេះចុះឥឡូវអាត្មាឧទាហរណ៍ពាក្យទៀតពាក្យយើងនេះចុះវាពេញឥឡូវនេះស្រៈ
chơi gì nào bao giờ ghé nè riêng chơi gì này hái học chơi gì này ghé bộ chơi gì này mò bộ giờ mà riêng hái mò đặt sạ á mà chơi riêng một con chứ mò á mà xây tí muối thì osma mà bộ đập bê xây tí pí ô lần lơ máu mò á mà á mò xây giờ xây tí pí ô lần lớn mò á mà mình bỏ lần lơ cho nó ở tí bấy mò á mà thì tí bấy lên trong cái đó hay lần lớn mà bộ đập bê xây tí búa xây Scott mò á mà xây búa Scott mà chẳng á chưa mở bật chip pin ở pin ấy nè đôi chặt kia mình bộ mò á mà đi kia mình bàn tay cả nào miền là nè sầm lấy nè buôn là lơ sạ na thấy sầm lấy nó cứ prai pro tam cầm nung nó tam prai pro sầm lấy tìm môi cầm nung bờ sầm lấy bạch mịch dừng bàn mờ tam đường máu bộ hay sầm lấy prai pro hay so đây tiệm pizza chân cứ mình đôi kia tệ bộ từng dừng mở lên tới đi chặt kia đi trò mà nỉ ở vị chấn đi má mặt dương lắm nên là cổ prai là mặt trắng á thì mà đi mà ở đồng nằm bây giờ thì biết mà đồng nằm nữa được gì hay ồ chẳng dương mưa là so sánh tại vậy bạch cô tám thì cho dương mưa đơn đơn cho nó mà lấy xây đi muối mà chả sum lấy khó khăn biết này so có được có khó khăn đại còn định như mà đấy mà ồ mà đài cho nó ở đấy mà đấy đồng nằm mà so khó khăn bắt đây có khó khăn đại hay mà đấy mà đấy mà sẻ ồ đọc về đi mà sẻ đi bốn mà nó mê tha đây vẫn tốt tha ao ấy cho nó chứ cái khai dương trong vậy chuyện mà ấy chẳng á tôi gì pi đại dương chẳng pi một mạ chẳng mà chẳng tại dương đi cho việc mạ thì sao chẳng dương cho lạc nè việc xây này cho việc đây mình tôi hỏi chẳng bia chẳng bao xây cả hai dương kho số đấy với tôi chỉ việc xây này chẳng bom vô tay dương tới riêng một đá bao dương tới dương riêng cho những nhạc xã gì dọa nó mò riêng cô chắc á thà số đấy thì mười thì pi bay buôn mình dương riêng một số đấy tạm là hơi hay chiêm pote bộ ca kho sum đấy là xa giờ bây mình chân chết đào bọc kề chứ chiêm pote này ca kho sum lấy tại cho hỏi naคือយើងខិតខំbộពុតសំឡេងពីឥឡូវទៅយូរទៅយើងនឹង start ចឹងណាបំបាន 100% ដូចជនជាតិគេយ៉ាងហោចណាស់ក៏បានតែ 50-60% នៃសំឡេងរបស់គេគឺគាត់ថាល្អពេកហើយបងតែប៉ុណ្ណឹងល្អពេកហើយចឹងមានណាគេត្រូវទាំងអស់ទេចឹងណាចឹងយើងត្រូវយកព្យាយាមទៅណាហើយមេរៀនរបស់ពួកយើងវាអត់មានច្រើនទេព្រោះមានតែប៉ុណ្្នឹងឯងយើងត្រូវចំណាំហើយអាកប់ឲ្យពាក្យនេះចុះបងយើងយកទៅកប់តាមមកdương cho món trong là cắt bánh mắt hay mơ tam lên đấy chẳng dương vô món cắt anh ấy còn là vô cắt anh ấy hái ồ cắt anh đi món cùng nuốt tam kê tập bánh mắt là dương môn chót dương riêng bà cọp riêng thơ sầm lên
3 ពាក្យនឹងសិន3ពាក្យសិនណាបងអានេះតែទី1អាស្មើស្រាអញ្ចឹងណាអស់ឡើងលើមកតែទី3ចុះក្រោមឡើងលើវិញតែទី4ស្កតនេះអដែរតែទី2តែទី3តែទី4ស្កតនេះស្អីតែទី1តែទី2តែទី3ពេលតែទី4តែស្កតចឹងយើងត្រូវចំណាំណាសំឡេងទី1គំនូសបែបម៉េចសំឡេងទី4គំនូសបែបម៉េចហើយយើងរៀនអស់សំឡេងតាមនឹងទៅបងហើយយើងត្រូវចំណាំថាកាលណាវាលើស្រាក់ណាស់ហើយវាប្រែប្រួលសំឡេងតាមនឹងហើយពាក្យក៏ខុសនឹងដែរអញ្ចឹងយើងអ្នកដែលថ្មីបងត្រូវតែចាំមើលតាមនឹងមែនទែនហើយយើងយកទៅកត់មកតាមនឹងមកយើងកត់នេះហើយយើងកត់តាមនឹងមកហើយយើងឧទាហរណ៍យកប៉ុណ្ណេះបានហើយស្អែកវីដេអូក្រោយហើយស្អែកយកបានរៀនទេស្អែកសារទឹកយកបានរៀនទេវីដេអូក្រោយយើងបន្តអំពីគំនូសនៃភាសាតែម្ដងគំនូសរួចយើងចូលមេរៀនរបស់យើងអញ្ចឹងណាអញ្ចឹងបងប្អូនដែលចង់ចេះភាសាចិនទោះតែយើងចេះនឹងភ្ជុំជំនះដូចថាយើងហើយយើងទៀតចឹងភ្ជុំជំនះស្រាក់ជាមុនសិនហើយសម្លេងសិនទើបយើងអាចឈានទៅដល់ប្រយោគឬក៏ហ្នឹងហើយពាក្យប្រយោគរបស់ភាសាចិនបានអញ្ចឹងណាអញ្ចឹងយើងយកទៅកត់ហើយអានបន្តិចផងហើយនឹងគ្រប់កុំភ្លេចទៅសេហើយផ្ញើក្រុមអានឲ្យគ្នាយើងស្ដាប់ផងហ្នឹងហើយបើកាលណាយើងមិនឆ្លៀតទេមិនចេះទេអញ្ចឹងតើយើងឆ្លៀតពេលវេលា24ម៉ោងដូចគ្នាទេកាលណាយើងមិនឆ្លៀតពេលអញ្ចឹងបណ្ដែតຕົកហើយយូរកាលណាច្រើនទៅការរៀនអត់តាន់គេទេថាងរៀន2-3ខែដែររៀនមួយទៀតតែគេយើងរៀនចេះគេរៀនចេះកុំតូចចិត្តណាបើស្អីយើងអត់ឆ្លៀតណាគេក៏លោដែរអញ្ចឹងតើយើងឆ្លៀតបើយើងចេះអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណេះឯងអញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណនិងសូមអរគុណចៃជៀន